ថាបើសិនយើងប្រើវឹកវើខ្លាំងបាញ់តាំងពីព្រឹកជួនកាលអ្នកខ្លះប្រើបាញ់ដល់យប់អញ្ចឹងណាបាញ់តាំងពីព្រឹកដល់យប់បាទហ្នឹងហើយយើងចំណាយលើអាប្រេងម៉ាស៊ីនហ្នឹងវាមិនតិចក៏វាអស់តិចមិនដូចតែពេលវាខូចអីពេលគាត់អតិជនយើងគាត់ប្រើដ្រូនកសិកម្ម DJI ហ្នឹងហើយគាត់ចង់សួរថាតើគាត់ត្រូវថែទាំអីខ្លះម៉ាស៊ីនហ្នឹងរបស់គាត់ដើម្បីប្រើប្រាស់បានយូរបងអាចចែកលេខទេបងបាទបងបាទតើតើនឹងការប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន DJI នេះផ្សេងជាងគេ Air បង Air ហ្នឹងសំខាន់ដែរពេលយើងប្រើទៅទីតាំងណាហុយអញ្ចឹងវាអាចនឹងស្រូបចូលទៅវាអាចប្រេងម៉ាស៊ីនយើងហ្នឹងអាចឆាប់អខ្វក់ហុយដីហ្នឹងបងបាទហ្នឹងអាដីហុយហ្នឹងចឹងយើងពេលយើងប្រើកន្លែងណាហុយខ្លាំងអីពេលយើងមកពីប្រើប្រាស់វិញយើងអាចដោះផ្លុំភ្លាមបើមានជីកាត់កន្លែងគេសពកង់អីយើងអាចដាក់ឲ្យគេផ្លុំខ្យល់អីទៅផ្លុំសម្អាតវាទៅបាទអាហ្នឹងប្រើប្រាស់ប្រេងយើងព្រោះប្រើប្រាស់បានរៀងយូរដែរព្រោះវាអត់ងាយកខ្វក់ប្រេងដែរព្រោះយើងអាសាសម្អាតអីបាទហ្នឹងអាហ្នឹងបងពងដោះហ្នឹង Air ហ្នឹងបងបាទនេះ Air តែនេះប្រភេទ D14500 D14000មកបងសុំមើលតិចមើលអាហ្នឹង Air វាមិនវិញអាភេទស៊េរីថ្មីនេះអាន Air ហ្នឹងដូចស៊ូតហ្នឹងណាបាទហ្នឹងហើយឡើយច្រោះខ្យល់ដូចស៊ូតដែរបាទដោះមកនេះដីនេះនៅគូមកហុយបាទនេះជឿដោះមកឲ្យកន្លែងតឡៃសពកង់ឲ្យផ្លុំតាមផ្លាប់ផ្លុតវាមកអស់ដីអញ្ចឹងមួយថ្ងៃយើងគួរតែផ្លុំម្ដងអានេះតាមជាក់ស្ដែងដូចខ្ញុំថាយ៉ាងពេលយើងប្រើប្រាស់លើទីតាំងយើងប្រើបើយើងប្រើកន្លែងណាទីតាំងហុយខ្លាំងអីមកពីប្រើប្រាស់វិញយើងអាចឆ្លៀតផ្លុំហើយបាទដល់ពេលយើងបិឆេះព្រឹកឡើងឬបិឆេះអីយើងអត់ពិបាកផ្លុំទេបាទអូខេអាហ្នឹងជិះមានអីទៀតស្រ័យលឿងយើងឆ្លៀតហើយមួយទៀតប្រេងម៉ាស៊ីនហ្នឹងអាហ្នឹងលើយើងប្រើប្រាស់ខ្លាំងណាបើយើងប្រើប្រាស់ខ្លាំងដូចមួយថ្ងៃវាងាយអីអាហ្នឹងយល់ល្អត្រឹម2កានអីយើងដូរប្រេង2កានឬ3កានណាអាហ្នឹងតែ3កានរៀងម៉ាស៊ីនរៀងធ្លាក់តែបើថាយល់ល្អ2កានបង2កានពេលយើងចាក់ប្រេងប្រើអស់2កានហ្នឹងគឺថាម៉ាស៊ីនយើងប្រើវឹកវើខ្លាំងបាញ់តាំងពីព្រឹកជួនកាលអ្នកខ្លះប្រើបាញ់ដល់យប់អញ្ចឹងណាបាញ់តាំងពីព្រឹកដល់យប់បាទហ្នឹងហើយយើងចំណាយលើអាប្រេងម៉ាស៊ីនហ្នឹងវាមិនតិចក៏វាអស់តិចមិនដូចតែពេលវាខូចអីពេលខូចអស់លុយច្រើនណាពេលខូចពេលអាហ្នឹងតាក់ទងនឹងប្រេងហ្នឹងវាសំខាន់ដែរបាទចឹងបងប្អូនដូរប្រេងម៉ាស៊ីនបានទៀងទាត់តាមជាងបច្ចេកទេសប្រាប់ផងបាទបងចឹងជាងមានការងារធ្វើអត់ឈប់ហើយមួយទៀតតាក់ទងនឹងការប្រើប្រាស់យើងទៅប្រើប្រាស់ដូចថារៀងយូរខែអញ្ចឹងអាហ្នឹងអាចយកឲ្យជាងគេមកធ្វើ maintenance គេឆែកផ្សេងគេកន្លែងបននេះបងបាទកន្លែងនេះយើងដោះខាងក្នុងទៅវាមានប្រឡងវារឹតខ្សែអាហ្នឹងពេលយើងប្រើយូរវាអាចឡើងស្នឹមអីចឹងយកមកជាងគេដោះរឹតថែមអីចឹងទៅហើយគេផ្លុំដីផ្លុំឲ្យសម្អាតមើលឡើងណាធូរឡើងណាលំវាកើខ្លាំងអីគេរឹតឲ្យបាទហើយមួយទៀតតាក់ទងប្រើប្រាស់ចាក់សាំងអីចាក់សាំងវាច្រើនយើងបើកទៅយើងឃើញតម្រងក្នុងនេះតម្រងហ្នឹងបើភ្ញៀវខ្លះគាត់ភាគតិចគាត់ចាក់គាត់ថាតយោគាត់ដាក់ខ្លាំងចាក់ខ្លាំងទៅវារៀងខ្ពុលតាំងហួតតន់ឬអីចឹងអាហ្នឹងគាត់ដោះចេញអាហ្នឹងក៏អត់ល្អដែរពេលច្រើនយើងដាក់តម្រងទៅចាក់ទៅតិចឬអីវាចូលក្នុងតម្រងវាកាត់បន្ថយកតិចចូលក្នុងរិស័ព្ទវាហើយការប្រើប្រាស់កុំឲ្យដាច់សាំងញឹកពេកប្រើប្រាស់ដាច់សាំងក៏អាចនឹងឆាប់ខូចបូមសាំងហើយបិចក៏ធ្វើຕົកដែរបាទហ្នឹងកុំឲ្យដាច់សាំងអស់សាំងញឹកជាងការងារធ្វើទៀតបាទបាទអញ្ចឹងចែកម្លែកខ្លីៗបាទតមប្រចាំថ្ងៃដែលគាត់អាចធ្វើនៅផ្ទះបានមានប៉ុណ្ណឹងបងបាទបាទអូខេបងខ្ញុំអរគុណច្រើនវីដេអូនេះបាទអរគុណបាទជំរាបលា